ចំនួនលុយ230,000 លានដុល្លារទើបតែត្រូវបាន wipe out ចេញពីទីផ្សារ crypto នៅក្នុងថ្ងៃទី1 ខែកុម្ភៈ អញ្ចឹងឥឡូវនេះគឺយើងចូលមកដល់ខែថ្មីហើយខែទី2នៅក្នុងឆ្នាំ2026ហើយឃើញថារយៈពេលចុងក្រោយគឺចុងខែមួយអាទិត្យចុងក្រោយហ្នឹងយើងឃើញថាមានរឿងរ៉ាវច្រើនមែនទែនជាពិសេសពាក់ព័ន្ធជាមួយនឹងទីផ្សារពិភពលោកដូចជាមាសឡើងរយៈពេល1ថ្ងៃ2ថ្ងៃហើយក៏បានធ្លាក់មកវិញទៅលើទីផ្សារ stock ទៅលើទីផ្សារ crypto ក៏ដូចគ្នាដែរដោយសារតែម្សិលមួយថ្ងៃ6 trillion ដុល្លារក៏ត្រូវបាន wipe out ចេញពីទីផ្សារទាំងមូលហើយក៏ដូចជាម្សិលមិញផ្ទាល់តែម្ដងថ្ងៃ31 ខែមករាដែលវាគឺជាថ្ងៃចុងបញ្ចប់នៃខែមករាឈានចូលខែកុម្ភៈវាហាក់ដូចជាការ clear stock អញ្ចឹងដែរគឺមិនមែន clear stock អីវ៉ាន់ទេ clear stock អ្នក long position ដោយសារតែចំនួនលុយ 2.5,000 លានដុល្លារត្រូវបាន liquidate ដែលភាគច្រើនសិតតែជា long position ហើយយើងក៏បានឃើញផងដែរថានៅថ្ងៃទី31 ខែកុម្ភៈហ្នឹង Bitcoin ក៏ត្រូវបានធ្លាក់ពីទាំង 83k ជាងធ្លាក់មកនៅ 75k ទៅលើមាសប្រាក់ក៏ដូចជា stock ក៏វានៅតែបន្តធ្លាក់ដដែលហើយសូម្បីតែថ្ងៃហ្នឹងដែលខ្ញុំកំពុងថតវីដេអូនេះគឺជាថ្ងៃទី1 ខែមករាខ្ញុំថតពេលយប់ចំនួនលុយ 230,000 លានដុល្លារហ្នឹងក៏ទៅតែត្រូវបាន wipe out ចេញពីទីផ្សារ crypto ដូចគ្នានៅក្នុងថ្ងៃតែមួយហ្នឹងអញ្ចឹងយើងឃើញថាស្ថានភាពទីផ្សាររយៈពេលចុងក្រោយហ្នឹងវារៀងរោកមែនទែនធ្លាក់ខ្លាំងមែនទែនអ្នកដែលខាតហ្នឹងក៏មានច្រើនដូចគ្នាព្រោះស្ថានភាពទៅជាយ៉ាងណាយ៉ាងណីអីក៏យើងអត់ដឹងដែរយើងមានចាំតាមដានទិន្នន័យ data បន្តទៀតថាវាអាចនឹងឡើងវិញឬក៏យ៉ាងណាយើងចាំតាមដានទិន្នន័យនៅក្នុងអាណាចក្រទាំងអស់គ្នាសម្រាប់ធាមអាណាចក្ររបស់យើងបើសិនជាអ្នកអត់មានគណនី OKX អាចចូលធ្វើការចុះឈ្មោះតាម referral link និងខ្ញុំបានដាក់នៅក្រុម comment បានដើម្បីចូលរួមលេងជាមួយនឹង campaign OKX ពីខាងអាណាចក្រយើងទទួលបាន reward ក៏ដូចជាចូលទៅកាន់ក្រុម signal VIP free ផងដែរហើយបើសិនជាចង់ស្វែងយល់ពីចំណេះដឹង crypto បន្ថែមអ្នកគ្នាអាចចូលទៅ subscribe channel Telegram អាណាចក្រ .org ឬក៏ channel YouTube អាណាចក្រក៏ដូចជាបើសិនជាអាចកុំភ្លេចចូលទៅ follow TikTok អាណាចក្រម្នាក់មួយផង